អ្នកគ្រូថ្ងៃខ្ញុំឈ្មោះថៃសូចរ៉ូថ្ងៃនេះខ្ញុំអានពីរឿងខ្លានិងកណ្ដុរថ្ងៃមួយខ្លាដើរស្វែងរកអាហារប្រទះនឹងកណ្ដុរកំពុងដេកលក់ខ្លាបានចាប់កណ្ដុរប្រុងនឹងត្របាក់ស៊ីតែកណ្ដុរអង្វរសូមលោកកុំពិសាខ្ញុំអីខ្ញុំតូចណាស់បើលោកពិសាខ្ញុំខ្លួនខ្ញុំមិនបាន1 ម៉ែត្រផងហើយបើលោកទុកជីវិតខ្ញុំវិញខ្ញុំនឹងដឹងគុណលោកអស់មួយជីវិតគាត់ជួនពេលនោះខ្លាពុំសូវឃ្លានអាហារក៏ធ្វើតាមការអង្វររបស់កណ្ដុរថ្ងៃក្រោយមកខ្លាដើរស្វែងរកចំណីដូចធម្មតាក៏ទៅជាប់អន្ទាក់ព្រានខ្លាស្រែកឮសន្ធឹកពេញព្រៃកណ្ដុរឮសំឡេងខ្លាក៏រត់មករកមើលវាស្គាល់ច្បាស់ជាខ្លាដែលទុកជីវិតវា2 ថ្ងៃមុនជាការតបស្នងសងគុណវិញកណ្ដុរខំប្រឹងក៏គេកាត់ខ្សែអន្ទាក់ទាល់តែដាច់របូតខ្លារួចជីវិតទៅ